ចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធបទល្មើសរំលោភសិទ្ធិសន្តិវៈជាច្រើនករណីនិងប្រើប្រាស់ Telegram ដើម្បីផលិតចែកចាយរូបភាពអាសអាភាសលើកុមារ បើតាមអង្គភាពការពារកុមារហៅកាត់ CPU បានអះអាងថាក្រុមការងារចម្រុះបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់អាយុ 43 ឆ្នាំដែលបានប្រព្រឹត្តបទល្មើសរំលោភសិទ្ធិសន្តិវៈជាច្រើនករណីនិងប្រើប្រាស់បណ្ដាញ Telegram ដើម្បីផលិតនិងចែកចាយរូបភាពអាសអាភាសលើកុមារក្រុមការងារចម្រុះ Hotel 25 ដែលមានសមាជិកភាពចូលរួមពីអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃនាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងការិយាល័យសន្តិសុខមាតុភូមិនៃស្ថានទូតសហរដ្ឋអាមេរិកនិងអង្គភាពការពារកុមារបានសហការធ្វើការស៊ើបអង្កេតទៅលើសកម្មភាពរបស់បរិសុទ្ធជាជនសង្ស័យម្នាក់ដែលរស់នៅខេត្តកំពង់ឆ្នាំងបន្ទាប់ពីបានរកឃើញរូបភាពអាសអាភាសលើកុមារកម្ពុជាត្រូវបានផលិតនិងបង្ហោះលើប្រព័ន្ធអនឡាញជាលទ្ធផលនៃការស៊ើបអង្កេតនិងការឆែកឆេរបរិវេណរស់នៅជាច្រើនទីតាំងជនសង្ស័យអាយុ 43 ឆ្នាំម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងបញ្ជូនទៅផ្ដន្ទាទោសតាមផ្លូវច្បាប់នៅសាលាដំបងខេត្តកំពង់ឆ្នាំងពីបទរំលោភសិទ្ធិសន្តិវៈមានស្ថានទម្ងន់ទោសលើកុមារនិងពីបទផលិតចែកចាយរូបភាពអាសអាភាសលើកុមារយ៉ាងណាមិញជនសង្ស័យរូបនេះបច្ចុប្បន្នត្រូវបានសមត្ថកិច្ចធ្វើការឃុំខ្លួនបើតាម CPU បានឲ្យដឹងនៅថ្ងៃទី 1 ខែធ្នូឆ្នាំ 2025 ការស៊ើបអង្កេតនេះនៅកំពុងដំណើរការនៅឡើយហើយជនរងគ្រោះជាច្រើនរូបក៏ត្រូវបានសមត្ថកិច្ចកំណត់អត្តសញ្ញាណយើងជឿជាក់ថាបន្ទាប់ពីបានធ្វើកសលវិច័យពេញលេញលើសម្ភារៈ Digital ជាច្រើនដែលត្រូវបានដកហូតនោះយើងនឹងរកឃើញជនរងគ្រោះជាច្រើនអ្នកបន្ថែមទៀតលោក James McCabe នាយកអង្គភាពការពារកុមារបានលើកឡើងថាជនសង្ស័យនេះបង្កហានិភ័យធ្ងន់ធ្ងរដល់កុមាររងគ្រោះជាច្រើនអ្នកឆ្លៀតក្នុងឱកាសនោះលោកក៏បានថ្លែងអំណរគុណនិងកោតសរសើរចំពោះក្រុមការងារនិងអាជ្ញាធរពាក់ព័ន្ធទាំងឡាយសម្រាប់ការសម្រេចបាននូវលទ្ធផលការងារក្នុងប្រតិបត្តិការនេះនាយកអង្គភាព CPU បានថ្លែងអំណរគុណជាពិសេសដល់ចំណាត់ការដ៏រហ័សរបស់រាជរដ្ឋាភិបាលកម្ពុជាឯកឧត្តមអគ្គស្នងការនគរបាលជាតិឯកឧត្តមស្នងការនគរបាលខេត្តកំពង់ឆ្នាំងក្រសួងមហាផ្ទៃនិងអង្គភាពស៊ើបការសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកដែលបានផ្ដល់ការគាំទ្រក្នុងកិច្ចការស៊ើបអង្កេតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានសម្រេចលោកបានគូបញ្ជាក់ថាតាមរយៈកិច្ចការស៊ើបអង្កេតនេះជាគំរូមួយដ៏សំខាន់ដែលបង្ហាញពីការបដិញ្ញាចិត្តរួមរបស់អ្នកពាក់ព័ន្ធទាំងឡាយក្នុងកិច្ចការការពារទប់ស្កាត់កុមារកុំឲ្យរងគ្រោះដោយបទល្មើសដែលត្រូវបានប្រព្រឹត្តឡើងដោយជនខិលខូចតាមអនឡាញមិនត្រឹមតែប៉ុណ្ណោះក៏ជាសារដ៏មានន័យទៅកាន់ជនណាដែលគិតថាកម្ពុជាពុំមានលទ្ធភាពក្នុងការស៊ើបអង្កេតបទល្មើសលើកុមារតាមអនឡាញលោកបានសង្កត់ធ្ងន់ថាបើសិនអ្នកផលិតរូបភាពរំលោភបំពានផ្លូវភេទកុមារយកទៅបង្ហោះលើបណ្ដាញអ៊ីនធឺណិតយើងនឹងបើកការស៊ើបអង្កេតដើម្បីឃាត់ខ្លួនអ្នកជាមិនខានអស់បញ្ហាការប្រាក់ទាបជាមួយសេវាកម្មរំលោះម៉ូតូដោយគ្មានប្រាក់កក់មុនបងនឹងខ្លាចជាម្ចាស់ម៉ូតូក្នុងក្តីស្រមៃគ្រាន់តែមានឯកសារតែពីរមុខតែប៉ុណ្ណោះទី1អត្តសញ្ញាណប័ណ្ណទី2សៀវភៅគ្រួសារមានតែឯកសារតែពីរមុខនេះក៏អាចយកម៉ូតូដ៏ស្រស់ស្អាតទៅប្រើប្រាស់បានដែរអូអតិថិជនដែលខូច CVC ក៏អាចបង់រំលោះម៉ូតូបានដូចគ្នាដាក់ឯកសារហាងគេអត់ជាប់កុំបារម្ភហាងយើងអាចជួយសម្រួលបានសួរបងសួរអំពីសេវាកម្មមលួសពីអតិថិជនដែលគាត់ធ្លាប់គាត់មលួសជាមួយយើងហើយដាក់លឿនអត់បងសុំសួរពីយោបល់បងបាទវាលឿនហើយវាស្រួលវាអត់ញ៉ៃទៀតហើយណាមួយតម្លៃទៀបជាងគេនិយាយរួមខ្ញុំដើរឆែអស់ហើយមានកន្លែងគាត់ឲ្យថោកជាងគេអំពីទៀបហ្មងបាទទៀបហ្មងទៀប